បង្ហាញទៅកាន់អ្នកទាំងអស់គ្នាពីរបៀបក្នុងការប្រើប្រាស់ក៏ដូចជាការចូលទៅប្រើប្រាស់ email ដើម្បីបង្កើតជាមួយនឹងរូបភាព AI នៅក្នុង website Leonardo គ្មានដែនកំណត់អញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុចចូលនៅlink មួយនេះទៅឈ្មោះមួយនឹងមក Leonardo AI អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកដល់គឺច្បាស់ណាស់គឺយើងនឹងធ្វើការចុច get start ហើយបន្ទាប់ដែលអ្នកទាំងអស់គ្នា get start ហើយនឹងតម្រូវឲ្យអ្នកទាំងអស់គ្នាធ្វើការ log in ជាមួយនឹង account email អញ្ចឹងនេះគឺជា email របស់ខ្ញុំដែលខ្ញុំបានធ្វើការបង្កើតនៅរូបភាពអញ្ចឹង credit របស់ខ្ញុំគឺនៅសល់ចំនួន120 credit អញ្ចឹងជាទូទៅ account ដែលមិនមែនជា account Premier account គឺបងប្អូននឹងទទួលបាននៅ credit ចំនួន150 credit អញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបានបង្កើតក្នុងការសាកល្បងអញ្ចឹងណាអញ្ចឹងនេះគឺជាការបង្កើតបន្តទៀតរបស់ខ្ញុំគឺខ្ញុំបាន prompt មួយចេញពី ChatGPT ក្នុងការទៅធ្វើរូបភាពបំលែងឬក៏បង្កើតរូបភាពដោយ AI ហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងបានធ្វើការបង្កើតរូបភាពហើយយើងធ្វើការ save វាមួយក៏បានដែរណាបងប្អូនអញ្ចឹងខ្ញុំធ្វើការ save រូបភាពខ្ញុំមួយទុកដើម្បីបន្តទៀតអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានអញ្ចឹងហើយយើងត្រូវចូលទៅក្នុង website មួយដែល website នោះខ្ញុំនឹងដាក់ link នៅខាងក្រោមdescription នៃវីដេអូមួយនេះអ្នកទាំងអស់គ្នាអាចចូលទៅក្នុង link នឹងបានអូខេហើយនេះគឺជា link website មួយហ្នឹងណាហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការចុចផាស link នេះចូលដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើការបំបែកជាមួយនឹង email របស់យើងក្នុងការចូលទៅយកនៅ email ក្នុងការប្រើប្រាស់ជាមួយនឹងaccount Leonardo ដោយគ្មានដែនកំណត់អញ្ចឹងដោយសារតែ email របស់ខ្ញុំបាន generate រួចហើយដោយតែខ្ញុំបានបង្ហាញទៅបងប្អូនអញ្ចឹងណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើង generate ហើយយើងត្រូវចូលទៅក្នុងនេះ email របស់យើងដើម្បីទៅយកនៅ email ដើម្បីមកប្រើប្រាស់បន្តទៀតអញ្ចឹងអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាទទួលបាននៅ email ហើយកុំភ្លេចចូលមកដាក់នៅក្នុង note បែបនេះណាហ្នឹងហើយមកដាក់នៅក្នុង note បែបហ្នឹងដើម្បីងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងនៅពេលដែលយើងចង់ប្រើវាយើងគ្រាន់តែ copy វាចេញមកហើយយើង tick វាមួយបញ្ជាក់ថា email ហ្នឹងយើងបានប្រើហើយកុំឲ្យមានការភ័ន្តច្រឡំអញ្ចឹងណាអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញទៅបងប្អូនទៀតពីរបៀបក្នុងការ log ឬក៏ប្រើបែបណាអញ្ចឹងទៅអញ្ចឹងaccount នេះគឺនៅសល់ credit ជាក់ស្ដែងគឺសល់ credit ប៉ុន្តែខ្ញុំនឹងបង្ហាញទៅបងប្អូនក្នុងលក្ខខណ្ឌក្នុងការបង្កើតនៅ account ថ្មីអញ្ចឹងនៅពេលដែលយើង copy email ហើយយើងធ្វើការផាសវាចូលមកហើយយើងចុច continue ណាហ្នឹងហើយយើងចុច continue ទៅនៅពេលដែលយើងចុច continue វានឹងចេញមកបែបនេះបន្តទៀតហើយអញ្ចឹងយើងរងចាំដំណើរការនៃការlog ចូលទៅក្នុង website មួយហ្នឹងអញ្ចឹងយើងរងចាំទាំងអស់គ្នាទៅអូខេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានបង្កើតក៏បានដាក់ email ចូលហើយជំហានបន្ទាប់អ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងខ្ញុំសូមធ្វើការដាក់នៅ password របស់ខ្ញុំចូលហើយអ្នកនរគ្នាអាចធ្វើការបង្កើត password ដើម្បីធ្វើការ log in ចូលបានអញ្ចឹងខ្ញុំធ្វើការដាក់ password អញ្ចឹងនៅពេលដែលយើងដាក់ password ហើយយើងត្រូវតែរងចាំនៅលេខកូដ verify ពីខាង website Leonardo អញ្ចឹងយើងចូលទៅក្នុងប្រអប់សាររបស់យើងនឹងទទួលបានសារ verify លេខកូដពីខាង Leonardo អញ្ចឹងយើង copy កូដមកយើងមកផាសចូលកន្លែងនេះហ្នឹងហើយអញ្ចឹងយើងនៅពេលដែលផាសហើយគឺវានឹងបន្តទៅមុខទៀតហើយអញ្ចឹងចំពោះការបង្កើត account ថ្មីបន្តទៀតអ្នកនរគ្នាធ្វើតាមជំហាននេះទៅក្នុងការបង្កើតនៅ account ថ្មីបន្តទៀតក្នុងការយកទៅបង្កើតរូបភាពដែលគ្មានដែនកំណត់អញ្ចឹងបន្ទាប់ពីយើងចូលមកដល់ទម្រង់នេះហើយអ្នកទាំងអស់គ្នាធ្វើការ tick លើប្រឡោះពីរហ្នឹងណាហ្នឹងហើយយើង tick ហើយយើងចុច let's go អញ្ចឹងមកអញ្ចឹងវានឹងបន្តទៅមុខទៀតអូខេអញ្ចឹងនៅពេលដែលបន្តមកដល់កន្លែងនេះជាទូទៅភាគច្រើនគឺខ្ញុំតែងតែប្រើជាមួយនឹងPhoenix 1.0 ក្នុងការបង្កើតរូបភាពព្រោះរូបភាពនេះវាបែបកូនក្មេងអីចឹងណាឬក៏អ្នកនរគ្នាស្រឡាញ់ទម្រង់មួយណាក៏បានដែរសាច់តែជាការជ្រើសរើសរបស់អ្នកទាំងអស់គ្នាហើយចំពោះការជ្រើសរើស style អ្នកទាំងអស់គ្នាទម្រង់ណាទំហំនៃរូបភាពអ្នកទាំងអស់គ្នាអាចចូលមកកន្លែងហ្នឹងមកហើយយើងចុចកន្លែង custom ហើយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាស្រឡាញ់ទម្រង់ Facebook ឬក៏
Instagram ឬក៏ Twitter ឬក៏ TikTok អ្នកទាំងអស់គ្នាអាចជ្រើសរើសបានប៉ុន្តែជាទូទៅខ្ញុំតែងតែជ្រើសរើសជាមួយនឹងទម្រង់ TikTok ក្នុងការបង្កើតរូបភាពផ្សេងៗអញ្ចឹងណាអញ្ចឹងយើងទៅយក prompt មួយមកក្នុងការបង្កើតរូបភាពអញ្ចឹងអានេះខ្ញុំគ្រាន់តែសរសេរសាកល្បងក្នុងការបង្កើតរូបភាពទៅកាន់បងប្អូនទាំងអស់គ្នាទេខ្ញុំដាក់ caption អញ្ចឹងទៅតើវាចេញអត់អូខេអញ្ចឹងខ្ញុំចុច generate មកវានឹងធ្វើការដើរឲ្យយើងហើយអញ្ចឹងចំពោះការ generate រូបភាពវាបង្កើត24 credit ហ្នឹងចំណាយ24 credit អ្នកទាំងអស់គ្នានឹងទទួលបានរូបភាពចំនួន4សន្លឹកក្នុងការចំណាយ24 credit អូខេអញ្ចឹងក្នុងមួយ account ដែលអ្នកទាំងអស់គ្នាអាចទទួលបានហ្នឹងគឺដោយដែលខ្ញុំបានបញ្ជាក់អញ្ចឹងគឺអ្នកទាំងអស់គ្នាទទួលបានតែ150 credit ទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដាក់ថា Kate ខ្ជូតឬក៏ឆ្មាខ្ជូតអញ្ចឹងមកវានឹងចេញតទៀតទេអញ្ចឹងបើសិនជារូបហ្នឹងអ្នកទាំងអស់គ្នាអត់ពេញចិត្តទេអត់ស្រឡាញ់ទេយើងអាចដូរ prompt ហ្នឹងចេញឬក៏យើងអាចចុច generate បន្តទៀតអញ្ចឹងខ្ញុំចុច generate បន្តទៀតថារូបភាពហ្នឹងវាផ្លាស់ប្ដូរដែរឬអត់អញ្ចឹងណាអូខេអញ្ចឹងយើងធ្វើការរងចាំរហូតដល់កន្លែងវិនាទីនេះវាឈប់ដើរហើយវានឹងបករូបមកឲ្យយើងអូតូម៉ាទិកតែម្ដងអញ្ចឹងយើងរងចាំវាទៀតទៅហើយចំពោះការបង្កើតអ្នកនរគ្នាអាចធ្វើតាមជំហានដែលខ្ញុំបានបង្ហាញហើយអ្នកនរគ្នាធ្វើការស្វែងយល់បន្ថែមហើយឬក៏ព្យាយាមមើលបន្តិចក្នុងការបង្កើតនៅ account មួយហ្នឹងណានេះអ្នកនរគ្នាឃើញទេនៅពេលដែលយើងធ្វើការចុច generate បន្តទៀតគឺវាអត់បង្កើតរូបភាពដដែលៗមកឲ្យយើងទេវានឹងធ្វើការផ្លាស់ប្ដូររូបភាពអត់ឲ្យជាន់គ្នាទេអញ្ចឹងចំពោះការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់ចែករំលែកទៅកាន់បងប្អូនសម្រាប់ថ្ងៃនេះអញ្ចឹងបើសិនជាបងប្អូនមិនទាន់នៅចំណុចណាមួយឬក៏មិនយល់នៅចំណុចណាមួយអាចធ្វើការ comment ឬក៏សាកសួរខ្ញុំបន្ថែមបានហើយបើសិនជាបងប្អូនមានឬក៏ស្គាល់នៅ website ណាផ្សេងទៀតដែលអាចបង្កើតរូបភាពបានស្អាតៗជាងនេះកុំភ្លេចចែករំលែកទាំងអស់គ្នាឬក៏ comment ប្រាប់នៅខាងក្រោមវីដេអូរបស់ខ្ញុំផងដើម្បីទទួលបាននៅចំណេះដឹងឬក៏ការចែករំលែកទៅកាន់បងប្អូនយើងទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានគន្លឹះផ្សេងក្រៅពីហ្នឹងទៀតកុំភ្លេចចូលរួមចែករំលែកទាំងអស់គ្នាផង